បាទគ្រប់ជំរាបសួរបងប្អូនប្រជាកសិករដែលនិយមដាំដំណាំចន្ទទីពិសេសដាំដំណាំចន្ទទីពូជ23ដោយឃើញការសង្កេតខ្ញុំគឺឆ្នាំនេះគឺបងប្អូនគាត់ដាំច្រើនអញ្ចឹងបាត់ពិសោធន៍អីក៏អត់សូវមានទេបងប្អូនអញ្ចឹងនេះវីដេអូនេះខ្ញុំបាទបង្ហាញពីរបៀបបាទកាត់ដៃរជាងបងប្អូនអានេះគេហៅថាមេករជាងបងប្អូនចង់ចន្ទទីបងប្អូនចង់ឲ្យលឹកផៅលឹកធ្លោះល្អហើយស្ទុះដើមរឹងមាំហើយដើមទៀតធំលឿនថើងខាងគល់បងប្អូនគួរតែកាត់ដៃរជាងហើយដូចវីដេអូខ្ញុំបានបង្ហាញនេះបងប្អូនគឺការកាត់បងប្អូនលេះដៃរជាងវាចេញទៅទុកតែអាបណូលវាអាបណូលធំហ្នឹងបងប្អូនពេលបងប្អូនទុកអាបណូលធំនេះគឺចន្ទទីយើងគឺចាប់ផ្ដើមឡើងសន្ទុះខ្លាំងហើយលឹកមកវាក្រោយគឺធ្លោះល្អបងប្អូនមួយទៅខ្ញុំកាត់នេះក៏មិនលឿនដែរបាទមួយបងប្អូនអាចមើលបានទៅកាត់មេឃណាគួរកាត់មេឃណាដែលមិនគួរកាត់បាទនេះយើងធ្វើការកាត់ចន្ទទីចំនួន1300ដើមបងប្អូនអញ្ចឹងបងប្អូនឃើញហើយត្រួយគឺចេញល្អហើយដើមមានកម្លាំងហើយចន្ទទីនេះអាយុវាយើងដាំខែ7 2025ឥឡូវខែ8 2026នេះយើងបានបើគិតទៅមួយឆ្នាំមួយខែបងប្អូនប៉ុន្តែបងប្អូនមើលសន្ទុះគឺធ្លុះគឺល្អខ្លាំងដោយសារតែការតែងមេឃរបស់យើងគឺធ្វើត្រឹមត្រូវបងប្អូនធ្វើម៉េចបងប្អូនកាត់ដៃរជាងហើយលេះមេឃបើសិនជាអាចបងប្អូនអាចលេះមេឃវាចេញមកដើម្បីឲ្យស្លាស់មានថ្ងៃចេញចូលគ្រប់គ្រាន់ពេលយើងបាញ់ថ្នាំសត្វល្អិតក៏ងាយនឹងស្លាប់សត្វល្អិតដោយសារតែវាស្លាស់ភាគច្រើនបងប្អូនតែងមិនឲ្យស្លាស់ក្រមទៅចន្ទទីទៅស្លាស់ក្រមហើយនឹងសម្អាតជើងក្រមឲ្យស្អាតបងប្អូនភ័យទេដីល្អឬមិនល្អក៏ដោយដីខ្សាច់ក៏នៅតែដាំបានហើយដីប្រភេទនេះប្រភេទដីព្រិចទេប៉ុន្តែយើងថែដល់ទៅមានអីទេបងប្អូនល្អធម្មតាបាននេះដូចដើមនេះផ្អៀងម្ខាងអញ្ចឹងយើងធ្វើការកាត់ដៃរៀងហើយកាត់មេឃវាចេញទៅលាក់ទេបងប្អូនដើម្បីឲ្យដើមវាទ្រូទម្ងន់ទៅស្មើតែបងប្អូនទុកឲ្យផ្អៀងម្ខាងពេលដល់ពេលចន្ទទីធំគឺហានិភ័យបាទវីដេអូយើងមានប្រទេសជួយសៀមនេះមួយផងអរគុណ